โรคสัญญาได้យើងអាចសង្ស័យថាអ្នកជំងឺកើតជំងឺគ្រុនឈាមនោះគឺភាគច្រើនអ្នកជំងឺគ្រុនឈាមក្តៅខ្លួនខ្លាំងនៅថ្ងៃទី1និងថ្ងៃទី3ហើយមិនឆ្លើយតបទៅនឹងថ្នាំបញ្ចុះកម្ដៅមានន័យថានៅពេលដែលអស់ជាតិថ្នាំគឺអ្នកជំងឺអាចនឹងក្តៅឡើងវិញរោគសញ្ញានៃជំងឺគ្រុនឈាមនោះគឺអ្នកជំងឺចាប់ផ្ដើមក្តៅខ្លួនខ្លាំងអាចចន្លោះពី38ទៅ40អង្សាអ្នកជំងឺអាចឈឺនៅតំបន់ក្របភ្នែកអ្នកជំងឺអាចមានអាការៈឈឺក្បាលខ្លាំងអស់កម្លាំងថលហៃមានអាការៈចង្អោរក្អួតឬក៏ញ៉ាំអាហារមិនបានហើយនឹងអាចមានសញ្ញាដូចជាកន្ទួលរមាស់នៅលើស្បែកបើសិនជាមានសញ្ញាទាំងអស់នេះសូមបងប្អូនឆាប់យកកូនឬក៏ឆាប់ទៅកាន់មណ្ឌលសុខភាពឬក៏មន្ទីរពេទ្យជាបន្ទាន់